សហរដ្ឋអាមេរិកបានបន្តប្រតិបត្តិការយោធាវាយប្រហារលើប្រទេសអ៊ីរ៉ង់ជាបន្តបន្ទាប់ចូលដល់ថ្ងៃទី5ហើយដោយបញ្ជាការដ្ឋានកណ្ដាលសហរដ្ឋអាមេរិកអះអាងថាសកម្មភាពនេះធ្វើឡើងដើម្បីសងសឹកចំពោះការវាយប្រហាររបស់អ៊ីរ៉ង់លើកប៉ាល់ដឹកជញ្ជូនពាណិជ្ជកម្មលើច្រកសមុទ្រ Hormuz គោលដៅវាយប្រហាររួមមានទីក្រុងកំពង់ផែដ៏ធំ Bandar Abbas រោងចក្រចម្រាញ់ប្រេងនៅ Abadan និងទីក្រុង Masha រួមទាំងកោះយុទ្ធសាស្ត្រមួយចំនួនទៀតការវាយប្រហារនេះបានបណ្ដាលឲ្យមានជនស៊ីវិលស្លាប់ជាង30នាក់និងរងរបួសជាង260នាក់នៅទូទាំងប្រទេសអ៊ីរ៉ង់លោកប្រធានាធិបតី Donald Trump បានថ្លែងប្រាប់អ្នកសារព័ត៌មានយ៉ាងម៉ឺងម៉ាត់ថាអ៊ីរ៉ង់គួរតែធ្វើខ្លួនឲ្យបានត្រឹមត្រូវជាងនេះលោកបានព្រមានចំថាប្រសិនបើទីក្រុងតេហេរ៉ង់មិនព្រមវិលត្រឡប់មកកាន់តុចរចាទេសហរដ្ឋអាមេរិកនឹងចាប់ផ្ដើមកំណត់គោលដៅវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរួមមានរោងចក្រអគ្គិសនីនិងស្ពាននានាចាប់ពីសប្តាហ៍ក្រោយតទៅលោកត្រាំបានបញ្ជាក់ថាលោកកំពុងប្រើប្រាស់អំណាចយោធាជាមធ្យោបាយតែមួយគត់ដើម្បីបង្ខំឲ្យអ៊ីរ៉ង់យល់ព្រមចរចាដោយព្រមានថាស្ថានភាពនឹងកាន់តែអាក្រក់ទៅសម្រាប់អ៊ីរ៉ង់ទោះបីជាយ៉ាងណាក៏ដោយជុំវិញបញ្ហាច្រកសមុទ្រ Hormuz លោកត្រាំបានបដូរជំហរពីគំនិតចង់ទារថ្លៃសេវាឆ្លងកាត់មកជាការចង់ឲ្យច្រកយុទ្ធសាស្ត្រនេះនៅតែជាផ្លូវដឹកជញ្ជូនដោយសេរីសម្រាប់ពិភពលោកដដែលរហូតមកដល់ពេលនេះចំនួនរវាងប្រទេសទាំងពីរនៅតែមានភាពតានតឹងខ្លាំងខណៈដែលលោកត្រាំនៅតែបន្តដាក់សម្ពាធយោធាដើម្បីសម្រេចគោលដៅនយោបាយរបស់ខ្លួន